អូខេសួស្តីអ្នកទាំងអស់គ្នាជាយើងតមេរៀនយើងបន្តទៀតចូលទៅកាន់ Object Selection Tool នេះប្រើសម្រាប់ធ្វើការ select ទៅលើ subject ដែលយើងចង់បានខ្ញុំនឹងលើកឧទាហរណ៍មួយនៅក្នុងរូបស្វ័យនេះអញ្ចឹងខ្ញុំធ្វើការ select វាដោយប្រើ rectangle នៅពេលខ្ញុំបានធ្វើការ select បែបនេះវានឹងធ្វើការចាប់ផ្លែស្វាយនេះអូតូម៉ាទិកតែម្ដងបាទបន្ទាប់ពីបានធ្វើការចាប់ទៅលើរូបស្វាយហើយយើងអាចចុច Alt ឲ្យជាប់ដើម្បីអូសទៅមើលថាតើរូបស្វាយនេះបានស្អាតដូចតែយើងចង់បានហើយឬនៅឃើញថាកន្លែងនេះវានៅមានផ្ទៃពណ៌សអញ្ចឹងយើងអត់ចង់បានទេយើងចុចទៅលើកន្លែង Lasso Tool ដើម្បីជាជំនួយក្នុងការដកយក selection នេះដកចេញមកបាទបន្ទាប់មកយើងឃើញថាវាយើងគិតថាទទួលយកបានហើយយើង add mask វាមួយមកអញ្ចឹងវាបានផ្ដាច់នៅ background ចោលឲ្យយើងហើយចំពោះកន្លែង mode នេះដែរយើងអាចប្រើជា rectangle ហ្នឹងក៏បានប្រើជា lasso ក៏បាន lasso មានន័យថាយើងប្រើសម្រាប់ធ្វើការគូសទៅតាមគំនូសរូបរាងនៃវត្ថុហ្នឹងនៅពេលយើងធ្វើការគូសកាត់យកនៅចំណុចដែលយើងចង់បានវានឹងស្វែងរកចំណុច selection ឲ្យដោយស្វ័យប្រវត្តិអញ្ចឹងកន្លែងនេះយើងអាចធ្វើការមើលថាវាបានស្អាតហើយយើងអាចធ្វើការកាត់វាយកមកដោយប្រើ add mask មួយមក add mask វាមួយមកអញ្ចឹងកន្លែងនេះគឺការកាត់យកនៅផ្ទៃនៃវត្ថុបាទអញ្ចឹងយើងចូលទៅកាន់ tool មួយទៀតគឺ tool Fit Selection Tool ប្រើសម្រាប់ធ្វើការឆក់យកនៅចំណុចដែលវាមានពណ៌ប្រហាក់ប្រហែលគ្នាណាអញ្ចឹងវានឹងឆក់យកឲ្យដោយស្វ័យប្រវត្តិអញ្ចឹងកន្លែងនេះយើងលើកយើងអាចចុចកន្លែងសញ្ញាដកនេះមកវិញមកសម្រាប់ធ្វើការទាញមកបាទពេលយើង select បានហើយយើងចង់បដូរពណ៌ទឹកយើងគ្រាន់តែចុច Control អក្សរ U មករួចហើយយើងអាចធ្វើការសេរីយើងចង់បានសេរីទឹកបែបពណ៌អីពណ៌ខៀវពណ៌អីយើងអាចសេរីបានទៅតាមហ្នឹងឬក៏យើងអាចធ្វើការដោះដាក់ color កន្លែងនេះក៏បានដែរយើងចង់បានពណ៌ទឹកបែបម៉េចអាចជ្រើសរើសបានទៅតាមប្រភេទដែលយើងចង់បានព្រោះហើយយើងចុច Control អក្សរ D មកយើងផ្ដាច់ select មកវិញហើយ tool quick select មានតែប៉ុណ្្នឹងទេហើយតោះអញ្ចឹងយើងចូលទៅកាន់ tool ទី3គឺ tool Magic Wand Tool គឺប្រើសម្រាប់ select ទៅលើពណ៌បាទដែលមានភាពប្រហាក់ប្រហែលគ្នាវានឹងធ្វើការ select ឲ្យអូតូម៉ាទិកឧទាហរណ៍ថាឥឡូវខ្ញុំ select ទៅលើពណ៌ផ្កាឈូកអញ្ចឹងវានឹង select ឲ្យតែពណ៌ផ្កាឈូកនោះទេអញ្ចឹងវាបើសិនជាយើងចង់ឲ្យវា select ច្រើនយើងអាចបដូរកន្លែងនេះទៅជាទំហំ100មកយើងធ្វើការ select កន្លែងផ្សេងវានឹងធ្វើការកំណត់ពណ៌ដែលមានភាពប្រហាក់ប្រហែលគ្នាវានឹងយកទាំងអស់អញ្ចឹងឥឡូវខ្ញុំនឹងធ្វើការឧទាហរណ៍ឲ្យមើលមួយនៅក្នុងរូបភាពមួយទៀតបាទអញ្ចឹងនៅក្នុងនេះយើងឃើញថាពណ៌វាមានពណ៌លឿងពណ៌សពណ៌ខ្មៅនិងពណ៌ត្រួយចេកនិងត្រួយចេកខ្ចីអញ្ចឹងនៅពេលខ្ញុំធ្វើការ select នៅលើពណ៌លឿងវានឹងបង្ហាញទាំងអស់នៅលើផ្ទៃតែម្ដងករណីយើងអត់ចង់បានទេយើងគ្រាន់ចុចកន្លែងនេះមួយរួចហើយយើងចុចពណ៌ដែលយើងចង់បានគឺវា select យកតែមួយពណ៌តែប៉ុណ្ណោះអញ្ចឹងករណីយើងចង់បដូរពណ៌លឿងនេះទាំងអស់ឲ្យទៅជាពណ៌ផ្សេងយើងអាចដោះកន្លែងនេះមករួចធ្វើការធីកហើយបើស្អីយើងចង់បដូរពណ៌វាទៅជាពណ៌អីបដូរទៅជាពណ៌ក្រហមយើងអាចចុច Alt Space មកវានឹងបដូរពណ៌ឲ្យហើយដើម្បីផ្ដាច់នៃ selection យើងចុច Control អក្សរ D អញ្ចឹងពណ៌បៃតងនេះដូចគ្នាបើសិនយើងចង់ធ្វើការបដូរពណ៌ហើយយើងធ្វើការ select មកហើយយើងបដូរពណ៌ background មកវិញយើងយកពណ៌អីយើងយកពណ៌ពណ៌ស្វាយចុះណាយកពណ៌ស្វាយកន្លែង background នេះយើងចុច Control Backspace អញ្ចឹងវានឹងបដូរពណ៌ទៅជាពណ៌ស្វាយអស់បាទអញ្ចឹងមានតែប៉ុណ្្នឹងទេពាក់ព័ន្ធជាមួយនឹង tool 3នេះហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់បើសិនជាអត់មានបើសិនជាឆ្ងល់អាច comment សួរបានជួបគ្នានៅវីដេអូក្រោយ